ជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទនេះគឺជាកូនពុត្រាព្រៃពុកម៉ែបងប្អូនបាទកូនពុត្រាព្រៃដែលខ្ញុំបណ្ដុះបាទឥឡូវវាខ្ញុំដាក់ក្នុងកតូងបាទក្នុងកតូងទុកធ្វើពូជតមែកសម្រាប់ពុត្រាបាទពុត្រា3រសជាតិពុត្រាប៉មឬក៏ពុត្រាក្រហមឌីអីជាដើមអញ្ចឹងបាទខ្ញុំឲ្យវាធំទៅខ្ញុំនឹងយកកូនវាតមែកហ្នឹងហើយតមែកព្រោះដើមវានៅតូចឡើយពុកម៉ែបងប្អូនបាទតើអីយ៉ាងណាទេព្រោះពុត្រាវាលូតលាស់លឿនដុះលឿនទេញ៉ាំសិតតែកូនពុត្រាព្រៃបាននៅទៀតបងប្អូននៅដុះទៀតនៅច្រើនទៀតតែខ្ញុំបដោះវាបដាបាទបដោះវាបដាណាយើងទុកតមែកសិតតែកូនពុត្រាព្រៃគេហៅកូនដើមពុត្រាអាចសัตว์ផ្លែតូចបាទផ្លែតូចនៅបន្ថែមទៀតឆ្នាំនោះប្រហែលជាបានកូនពុត្រាព្រៃប្រហែលជា 4-500 ដឹងមើលទៅប្រហែលជាបាន 4-500 ដើមនេះក៏យ៉ាងណាចាំមើលសិនបដោះវាបដាដោះឲ្យពុកម៉ែបងប្អូននេះខ្ញុំយកមកដាក់កតូងបាទរៀមមកដាក់កតូងវានៅខ្សែហ្នឹងចាប់ដើមដាក់ដីបន្ថែមទៀតក្នុងកតូងបាទដាក់ដីវាយកមកបដោះកូនពុត្រាបាទកូនពុត្រាព្រៃតទៀតយើងទុកតមែកបាទទុកតមែកហើយក៏មានបងប្អូនមួយចំនួនគាត់តាក់ទងមកដែរថ្ងៃមុនតាក់ទងសួរថាមានកូនពុត្រាព្រៃអត់ដើមពុត្រាព្រៃអត់បាទគាត់ត្រូវការ100ដើមនៅថាខ្ញុំអត់តន់មានទេមានតែនៅតូចកំពុងតែបដោះលើកដំបូងដាំវាគាត់ដើមពុត្រាខ្ញុំមានមួយដើមដែរដើមពុត្រាព្រៃហ្នឹងមួយដើមពីរដើមខ្ញុំកាប់ចោលទៅនៅសល់មួយដើមខ្ញុំយកទៅតមែកដើមពុត្រាក្រហមឥណ្ឌាឥឡូវហ្នឹងមានក្របមានអីហ្នឹងវាដុះមកធ្លាក់ភ្លៀងទៅវាដុះយើងយកមកដាក់កតូងហើយខ្ញុំដាក់កតូងហើយខ្ញុំនៅបដោះវាបន្តទៀតប្រហែលបងប្អូនឆ្នាំហ្នឹងប្រហែលជាឥឡូវពុត្រាពងផ្លែទៀតហើយពុត្រាព្រៃហ្នឹងផ្លែទៀតហើយខ្ញុំចាប់ដើមចង់មើលដល់ពេលវាធ្លាក់ទុំទៅយើងប្រមូលគ្រាប់វាបាទទុកបណ្ដុះវាទៀតទុកបណ្ដុះដាំវាទៀតហើយជាស្អែកហ្នឹងចាប់ដើមដាក់ដីទៀតប្រហែលជាគាត់ណាស្វងខ្មៅហ្នឹង1គីឡូអស់ 15,000 ហើយស្បង់ខ្មៅ1គីឡូនេះ1គីឡូចំនួន1គីឡូនេះបងប្អូននេះ1គីឡូ 15,000 ហើយស្បង់ខ្មៅទិញ2គីឡូឥឡូវបាន1គីឡូនៅសល់1គីឡូទៀតប្រហែលប៉ុណ្ណឹងទៀតប្រហែលប៉ុណ្ណឹងទៀតយើងយកមកសម្រាប់បដោះកូនពុត្រាកូនពុត្រាភ្លៀងចឹងល្អបងប្អូនធ្លាក់ភ្លៀងចឹងដាំពេលភ្លៀងចឹងគឺកូនវាដុះមកល្អតែអត់ធំទេនៅតូចៗឯដើមនៅប៉ុណ្ណឹងឯងត្រូវប៉នទៅដាក់ជីដាក់អីទៀតទៅមុខឲ្យវាធំលឿនសម្រាប់កូនពុត្រាព្រៃបាទកូនពុត្រាព្រៃហើយពុត្រាអាចសัตว์អរគុណសម្រាប់ការចូលទស្សនាពុកម៉ែបងប្អូន